តើតម្លៃមាសឡើងឬក៏ចុះនៅពេលបើកផ្សារព្រឹកស្អែកនេះបាទខ្ញុំក៏ដឹងច្បាស់ដែរបើសិនជាខ្ញុំដឹងច្បាស់ខ្ញុំនឹងខ្ចីលុយជំនួយគ្នាយកមកជួញដូរហើយបាទស្វាគមន៍បងប្អូនទាំងគ្នាមកជួបខ្ញុំបាទថ្ងៃនេះនៅក្នុងវីដេអូថ្មីបាទគឺជាការនិយាយលេងសើចរបស់ខ្ញុំទេបងប្អូនទាំងគ្នាសម្រាប់ការតាមដានរបស់ខ្ញុំជាក់ស្ដែងក្នុងរយៈពេល2ថ្ងៃនេះថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះគឺមិនមានព័ត៌មានណាមួយដែលមានឥទ្ធិពលប៉ះពាល់ដល់តម្លៃមាសថាអាចឲ្យនឹងតម្លៃមាសបន្តឡើងឬក៏ធ្លាក់ចុះទៀតទេអូខេបានន័យថាមិនទាន់មានព័ត៌មានណាដែលមកជំនួសនៅព័ត៌មានចាស់នៅឡើយទេបញ្ជាក់ប្រាប់បងប្អូនទាំងគ្នាថាតម្លៃមាសបានធ្វើការធ្លាក់ចុះបន្តិចមុនពេលបើកផ្សារព្រឹកថ្ងៃសៅរ៍សម្រាប់ការមើលឃើញរបស់ខ្ញុំគិតថាតម្លៃមាសអាចនឹងធ្វើការ sideways ចន្លោះ100លេខនៅក្នុង1អោនដែលចន្លោះតម្លៃ$4,500ទៅ$4,600នៅក្នុង1អោនបើសិនជាមិនមានព័ត៌មានណាមួយដែលមកធ្វើឲ្យប៉ះពាល់ដល់តម្លៃមាសថានឹងបន្តឡើងឬក៏នឹងធ្លាក់ចុះទៀតនោះទេA few moments later ប៉ុន្តែនេះគ្រាន់តែជាការចែករំលែករបស់ខ្ញុំតែប៉ុណ្ណោះមិនមែនជាការចង្អុលបង្ហាញឲ្យបងប្អូនទាំងគ្នាទៅធ្វើការទិញឬក៏លក់នោះទេខ្ញុំមានការប្រឹក្សាជា VIP និង VVIP ផ្សេងទៀតសម្រាប់បងប្អូនដែលចង់ធ្វើការវិនិយោគក៏ដូចជាការសិក្សាអំពីការទិញលក់ហាងឆេញមាសគឺបងប្អូនអាចធ្វើការបើកណនីឬក៏អាចទំនាក់ទំនងមកកាន់ខ្ញុំផ្ទាល់បានថាតើធ្វើយ៉ាងម៉េចដើម្បីអាចចូលទៅក្នុង VIP ក៏ដូចជា VVIP ផងដែរបងប្អូនកុំចេះតែចង់កុំចេះតែហ៊ានតាមគេតាមឯងដោយមិនមានការសិក្សាអំពីទីផ្សារហាងឆេញមាសនេះឲ្យបានច្បាស់ឲ្យសោះពីព្រោះថាវាអាចធ្វើឲ្យបងប្អូនចំណេញបានប៉ុន្តែក៏វាអាចធ្វើឲ្យបងប្អូនខាតបានដែរប៉ុន្តែភាគច្រើនអ្នកថ្មីគឺមិនដែលចំណេញទេគឺមានតែខាតដូច្នេះហើយជាការឲ្យយោបល់របស់ខ្ញុំជាការ recommend របស់ខ្ញុំត្រូវតែធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងធ្វើការសម្រេចចិត្តនៅក្នុងការទិញលក់ឬក៏និយាយឲ្យខ្លីវិនិយោគនៅក្នុងទីផ្សារទិញលក់ហាងឆេញមាសមួយនេះផងដែរបងប្អូនអាចតាមដានព័ត៌មានថ្មីៗបំផុតនៅក្នុង Channel Telegram និង follow page Facebook ផ្លូវការដើម្បីទទួលបានការអាប់ដេតថ្មីៗក៏ដូចជាចូលទៅធ្វើការសាកសួរសំណួរផ្សេងៗក៏ដូចជាចម្ងល់ដែលបងប្អូនចង់ដឹងផងដែរ